Ok, so đây làនេះចឹងនេះយើងមកធ្វើវីដេអូនិយាយពី series stock ហើយនិង real stock អញ្ចឹងតើវាខុសគ្នាមិនហើយវាមានលក្ខណៈពិសេសយ៉ាងម៉េចគ្នាឥឡូវដំបូងខ្ញុំនិយាយអំពីកម្មសិទ្ធិ owner អញ្ចឹងបើយើងនិយាយពី CFC stock គឺគេដាក់ថាអ្នកមិនមែនជាម្ចាស់ទេត្រឹមតែសន្យាផ្លាស់ប្ដូរតម្លៃមានន័យថាហ្នឹងបើយើងចូលទិញបែប CFD គឺយើងអត់បានខ្លាយជាម្ចាស់កម្មសិទ្ធិផ្ទាល់របស់ stock ហ្នឹងទេប៉ុន្តែយើងមានកិច្ចកងត្រាច្បាស់ជាមួយនឹងក្រុមហ៊ុនដែលយើងចូលប្រើ broker ទៅគឺគេហៅថាកងត្រាជាមួយនឹងក្រុមហ៊ុនដែលយើងកំពុងចូលហ្នឹងមានថាយើងអាចចូល trade ទិញលក់នៅលើហ្នឹងប៉ុន្តែមិនមែនជាម្ចាស់ផ្ទាល់ទេប៉ុន្តែបើ real stock វិញខុសគ្នា real stock បើកាលណាយើងទិញគឺមានថាយើងកើតខ្លាចជាម្ចាស់ផ្ទាល់របស់ stock ហ្នឹងដោយទីពីរវិធីរកប្រាក់អញ្ចឹងនៅលើ CFD stock យើងអាច buy ផងឬអាច sell ផងយើងអាចចំណេញរកបើវាឡើងយើងចូល buy ដើម្បីបានចំណេញហើយបើវាចុះយើង sell ឡើងគឺយើងអាចរកចំណេញបានហើយចុះគឺយើងអាចរកចំណេញបានប៉ុន្តែហ្នឹងយើងត្រូវចេះ read management ទៀតreal stock វាទូទៅគេផ្ដោតទៅលើការ buy បាយគឺតម្លៃឡើងមានថាបាយដើម្បីឲ្យវាទិញនៅតម្លៃទាបលក់តម្លៃខ្ពស់ទៀតទៅគឺគេបាយហើយរងចាំលក់តម្លៃខ្ពស់អញ្ចឹងបើ sale វាអត់ងាយមានទេទីពីរអទី3គឺ leverage សម្រាប់ CFD stock គេទៅគឺគេឲ្យ leverage មកតាមលេខរៀងគេអាចថា1 2 1ទល់2 1ទល់3 1គុណ4ឬក៏1គុណ20ទៅអាទេបានមកខ្ញុំឃើញពីច្រើនគឺមានដល់ទៅ1គុណ20អញ្ចឹងតែបើ real stock មាន leverage ទេឬក៏បើសិនជាមានក៏វាមានតិចដែរ leverage ហ្នឹងគឺមានន័យថាព្រោះតែយើងមានលុយតិចប៉ុន្តែយើងអាចទិញ stock បានច្រើនអញ្ចឹងណាព្រោះតែយើងមានលុយតែ1ដុល្លារឯងប៉ុន្តែបើយើងប្រើ leverage 1គុណ20មានន័យថាយើងមានលុយ1ដុល្លារហ្នឹងអាចទិញ stock ដែលមានតម្លៃ20ដុល្លារបានអញ្ចឹងណាបើ real stock វិញទៅគេប្រើលុយពិតហើយដើម្បីទិញគេប្រើ leverage ទេព្រោះវាកាលណាប្រើ leverage ឬក៏ margin អីវាអាចនឹងប្រឈមនឹងហានិភ័យអញ្ចឹងគេទៅគេប្រើទេហើយ dividend នៅលើ CFD stock គឺมันទទួលបាន dividend ពិតទេប៉ុន្តែ broker ខ្លះគេឲ្យដូចខ្ញុំ broker របស់ខ្ញុំនៅថ្ងៃមុន capital ហ្នឹងគេឲ្យតែប៉ុន្តែឲ្យលក្ខណៈថាជា adjustment នេះគេនិយាយយ៉ាងខ្លះមាន adjustment dividend ហើយreal stock គឺមានពីក្រុមហ៊ុនតែអាស្រ័យក្រុមហ៊ុនដែរក្រុមហ៊ុនខ្លះគឺមានក្រុមហ៊ុនខ្លះគឺអត់តែបើសម្រាប់អ្នក trade ទូទៅឬក៏ swing trade គឺគេអត់ចាប់បាន dividend ទេមូលហេតុអីកាលណាក្រុមហ៊ុនចែក dividend វាធ្វើឲ្យតម្លៃរបស់ក្រុមហ៊ុនហ្នឹងវាធ្លាក់អញ្ចឹងថ្ងៃដែលគេចែក dividend ហ្នឹងយើងចង់បាន dividend តិចប៉ុន្តែយើងចង់បាន dividend ប៉ុន្តែវាធ្វើឲ្យតម្លៃរបស់យើងហ្នឹងវាប្រែរបស់យើងដែលយើងចង់បានហ្នឹងវាធ្លាក់ណាអញ្ចឹងពីច្រើនគឺគេចាប់អារម្មណ៍លើ dividend ទេហើយក្នុងគណៈពេលដែល dividend ហ្នឹងគឺ stock ធ្លាក់ខ្លាំងមែនទេអញ្ចឹងណាហើយពេលយើងចង់ឲ្យវាឡើងទិញដើម្បីទទួលបានផលចំណេញវាបែរជាទៅជាខាតវិញអញ្ចឹងហើយ dividend ហ្នឹងគឺវាជារឿងមួយប៉ុន្តែអ្នកខ្លះគេចង់បានគេ hold ទៅរយៈពេល long term 10ឆ្នាំ20ឆ្នាំប៉ុន្តែសម្រាប់អ្នក trade គឺគេអត់ផ្ដល់លើយូរមែនអញ្ចឹងទេប៉ុន្តែបើយើង CFD គឺអត់មានទេហើយខ្លះមាន adjustment ហ្នឹង adjustment ហ្នឹងយើងធ្លាប់ស្រាវជ្រាវមកគេនិយាយថាគឺជាប្រភេទ dividend បំពេញឲ្យយើងណាបើស្អីយើងចូលបាយតម្លៃ stock វាប្រកាសជាធ្លាក់ហើយអញ្ចឹងគេបំពេញឲ្យវាទៅតម្លៃដើមហើយឧទាហរណ៍តែយើងទិញតម្លៃ50អញ្ចឹងថ្ងៃចែក dividend វាធ្លាក់ទៅនៅសល់49អញ្ចឹងគេនឹងថែម$1នឹងឲ្យឡើងដល់50វិញអញ្ចឹងគេផ្ញើ$1ឲ្យយើងចូលក្នុងកុងផ្ញើជាលុយយកបណ្ដោយអញ្ចឹង capital គឺមានណា capital គឺមានហើយយើងតម្លៃរបស់យើងគឺនៅ49ដែរប៉ុន្តែយើងទទួលបានលុយបន្ថែម$1ពីក្រុមហ៊ុនរបស់គេផ្ញើឲ្យយើងគេហៅថា dividend adjustment របស់ capital អញ្ចឹងហើយប៉ុន្តែវា copy dividend របស់ក្រុមហ៊ុនអញ្ចឹងវាផ្សេងគ្នា dividend របស់ក្រុមហ៊ុនគឺគិតតាមចំនួន share ដែលយើងមានអញ្ចឹងមួយទៀត hold time សម្រាប់ CFD stock គឺយើងអាច hold សម្រាប់ short term trading ឬក៏ swing trade បើអាស្រ័យតាម broker ខ្លះគេគិត swap គិតអីបើសិន broker free swap ល្អយើងអាច hold រយៈពេលយូរបានលើ capital គឺយើងអាច hold បានប៉ុន្តែយើងកុំប្រើ leverage កាលណាយើងប្រើ leverage គឺគេគិត swap ដែរគេគិតតាមភាគរយរបស់គេប៉ុន្តែបើសិនយើង hold ប្រើលុយពិតលុយសុទ្ធគេថាប្រើលុយសុទ្ធ leverage 1គុណ1ឧទាហរណ៍ថាយើងមានលុយ$100យើងទិញ stock តែមួយឯង stock ដែលមានតម្លៃ$100តែមួយអញ្ចឹងយើងអត់ត្រូវការleverage ទេប៉ុន្តែបើសិនយើងយក$100ទៅទិញ stock ដែលមានតម្លៃ$100 2 3អាហ្នឹងវាគេហៅថាប្រើ leverage អញ្ចឹងគេកាត់ fee ប្រចាំថ្ងៃហើយមួយទៀតបើ real stock អូខេអត់បញ្ហាទេយើងអាចទិញលក់អីសេរីមានថាយើងអាច hold ដោយមិនបាច់ខ្វល់អីទេយើងទិញទៅយើងថាយើងកម្មសិទ្ធិហើយនេះ long term investment យើងអាចទិញរយៈពេល10ឆ្នាំ2ឆ្នាំក៏គេមិនកាត់ swap យើងដែរអញ្ចឹងណាcost and fee តម្លៃ fee មាន spread overnight fee ឬក៏ swap អញ្ចឹងណាហើយពីចឹងជាទូទៅគឺមាន swap តែខាងគឺតែមាន swap ឲ្យព្រោះ CFD stock ជាទូទៅវានៅក្នុងforex broker អញ្ចឹងវាគេគិត swap ជាទូទៅហើយបើ broker ខ្លះគេគិតតែ commission ទៀតប៉ុន្តែបើ capital គេគិតតែ swap ទេហើយ overnight fee ឬក៏ swap ហ្នឹងគឺអាស្រ័យទៅលើយើងប្រើ leverage ទៀតហើយ commission 0មិនបញ្ហាទេប៉ុន្តែបើយើង real stock គឺមាន commission ឬក៏ exchange fee ជាទូទៅគឺគិតតែមានអញ្ចឹងដូចប្រើ IB អញ្ចឹងយើងគិត
ដូចជាក្រោម$1000យើងគេគិត0.30សេនបើយើងប្រើថៃfee បើស្អីយើងប្រើ fix fee គេគិត$1ថ្លៃជាងអញ្ចឹងណាហើយអាហ្នឹងនៅលើ IB ខ្ញុំធ្លាប់ប្រើពូខ្ញុំបង្កើតបានតែ IB ទេទៅទៀត risk នៅលើ CFD stock គឺមាន risk ខ្លាំងពួកគេប្រើ leverage កាលណាប្រើ leverage គឺប្រឈម risk ខ្លាំងមួយហេតុអីដោយសារកាលណាប្រើ leverage យើងតម្លៃរបស់ stock move អាចធំជាង balance ដែលយើងចូលអញ្ចឹងកាលណាបើវា load ដល់ធំជាង balance ដែលយើងចូលវាធ្វើឲ្យយើងជួបបញ្ហាការ margin call ថាបែក account low account អញ្ចឹងបញ្ហាត្រង់តែនឹងឯងទៀតហើយ risk ទាបជាងដោយសារអីវាអត់ប្រើ leverage អញ្ចឹងអត់ប្រើ leverage លុះថាបើស្អីយើង buy បើស្អីយើងនិយាយពី leverage ណាតែយើង buy stock ថ្លៃ$100អញ្ចឹងបើសិនជាយើងប្រើ leverage យើងចាយដើមអស់តែ50ពេកតែយើងអាចទិញ stock បានមួយតែ stock តម្លៃ$100ប៉ុន្តែបើយើងប្រើ real money ឬក៏យើងប្រើ real money អត់ច្បាច់ប្រើ leverage គឺយើងទៅចំណាយលុយ100មែនអត់អញ្ចឹងបើស្អីយើងចូល buy ដូចគ្នាអញ្ចឹងក្នុងលក្ខខណ្ឌណាមួយបើសិនជា stock នឹងធ្លាក់ដល់តម្លៃ40អញ្ចឹងបើធ្លាក់ពី100ដល់40មានន័យថាម៉េចមានន័យថាបើសិនជាគេអ្នកដែលគេប្រើ leverage ដែលប្រើដើមតា$50នោះគឺត្រូវដាច់ account ហើយព្រោះសួតបានទេព្រោះវាចុះក្របដល់ទៅ$60អញ្ចឹងវាត្រូវដាច់ account តែបើអ្នកដែលប្រើលុយសុទ្ធដើម្បីទិញគឺនៅរក្សា position នឹងដែរបើគាត់ថាយើងជាប់ hold ខាតដល់ទៅ$60អញ្ចឹងតែបើសិនអ្នកប្រើ leverage ដែលប្រើដើមទៅ50អញ្ចឹងវា load margin call ហើយដាច់ account យើងតែម្ដងអញ្ចឹងណាអញ្ចឹងសំខាន់ជាងគឺយើងរក្សា leverage នឹងយើងប្រើ leverage នឹងឲ្យប្រុងប្រយ័ត្នអូខេអញ្ចឹងឲ្យមួយទៀត ownership right អញ្ចឹងអានេះគ្មានសិទ្ធិបោះឆ្នោតអីទេប៉ុន្តែបើ real stock មានដោយសារអីយើងជាម្ចាស់កម្មសិទ្ធិរបស់ក្រុមហ៊ុនហ្នឹងឥឡូវខ្ញុំឧទាហរណ៍អូខេApple real stock អញ្ចឹងអ្នកខ្លះជាម្ចាស់អាចទទួលបាន dividend អាចកាន់រយៈពេល10ទៅ1ឆ្នាំទៅពេល CFD វិញអ្នកគ្មានអ្នកគ្រាន់តែ trade លើតម្លៃឡើងចុះវាទេហើយអាចសល់ពេលធ្លាក់សមសម្រាប់ day trade និង swing trade អូខេហើយឥឡូវខ្ញុំឧទាហរណ៍នៅលើនេះទៀតលើ graph លើ graph ហើយយើងមើល graph របស់គ្នាហើយអានេះបើយើងប្រៀបធៀបទាំងអស់គ្នាព្រោះថាបើយើងទិញ real stock និយាយ real stock ណាតែយើងទិញនៅតម្លៃទី1ខ្ញុំលុបទៅចឹងព្រោះតែខ្ញុំទិញតម្លៃទី1នៅខាងលើអូខេអញ្ចឹងហើយបន្តទៅវាចុះក្រោមហើយយើងទិញប៉ុណ្ណេះហើយបន្តទៅវាចុះក្រោមចុះរោប៉ុណ្ណេះទៅវាចុះក្រោមទៀតអញ្ចឹងខ្ញុំអាចទិញមួយទៀតទៅជិតដល់មកជិតបើស្អីខ្ញុំទិញមួយទៀតនៅប៉ុណ្ណេះអូខេអញ្ចឹងតម្លៃពីរហ្នឹងគឺវានឹងបូកសរុបចូលគ្នាហើយវាកើតទៅជា level គេថាគេបូកចូលគ្នាវាកើតទៅជា average price អញ្ចឹងវាលោចូលគ្នាវាកើតជា average price អានេះវាត្រូវបានហើយអានេះក៏បាត់ដូចគ្នាដែរវាកើតជាតម្លៃជាមធ្យមអញ្ចឹងបើស្អីយើងទិញជា real stock ក៏ប៉ុន្តែបើសិនជាយើងទិញជា CFD វិញគឺតម្លៃពីរហ្នឹងគឺនៅដាច់ចេញពីគ្នាវាអត់ចូលគ្នាទេមានថាតម្លៃposition ទី1និង position ទី2នៅផ្សេងគ្នានេះវានៅខាងដែរហើយបើសិនជាក្រាបវាឡើងមកដល់ត្រង់នេះអានេះវាលោចំណេញអានេះនៅខាងដែរអញ្ចឹងវានៅផ្សេងគ្នាអញ្ចឹងវាអត់បូកសរុបទៅគ្នាទេហើយអាហ្នឹងពេលយើងទិញជា CFD ហើយនឹងទិញជាគណៈ real stock ទៅខុសគ្នាត្រង់ចំណុចហ្នឹងហើយប៉ុន្តែបើស្អីយើងវិភាគបានល្អយើងចូលបានត្រូវកន្លែងដាក់ទៅគឺដឹងថាអេមិនវាល្អតែវាមានបញ្ហាអីទេបើស្អីយើងមើលបានល្អយើងអាចចូលក៏វាចំណេញតាមហ្នឹងដែរតែគាត់ថាសំខាន់យើងជ្រើសរើសខ្លួនឯងទៅមួយណាល្អគឺយើងប្រើមួយហ្នឹងទៅហើយជាទូទៅបើសិនសម្រាប់អ្នកដែលខ្លាចនឹងប្រឈមហានិភ័យគឺគេប្រើចូល real stock ទៅវាល្អព្រោះវាយើងទិញទៅយើងខ្លាចជាម្ចាស់ផ្ទាល់ណាវាអត់ដូចពួក CFD ទេ CFD សម្រាប់អ្នកចូលចិត្ត trade ចង់បានទិញលឿនដើរលឿនហើយប្រើ leverage ហើយមួយទៀតវាងាយស្រួលចេញចូលទៅវាអត់មាន question អត់មានអីទេវាគិតថា spread ហើយនឹងស្វាប់អីបើតែយើងប្រើ leverage ណាអញ្ចឹងវាមួយយ៉ាងដែរហើយហ្នឹងចាំហ្នឹងវាយើងប្រៀបធៀបវា CFD ហើយនឹង real stock អូខេអញ្ចឹងប៉ុណ្្នឹងហើយជួបគ្នាវីដេអូក្រោយហើយបើមានអីឆ្លើយអាចសួរខ្ញុំនៅ comment ក្រោមអូខេបាយបាយ